សូមស្វាគមន៍មកកាន់ Channel សកឹមសម្រាយរឿងថ្ងៃនេះ admin នឹងលើកយកភាពយន្តឥណ្ឌាដ៏ល្អមើលមួយយកមកធ្វើការបកស្រាយហើយរឿងនេះមានចំណងជើងថា Let Me ដែលនៅក្នុងសាច់រឿងនេះគឺចង់និយាយអំពីស្ត្រីកែភេទម្នាក់ដែលត្រូវបានគេធ្វើបាបព្រោះតែចង់បានដីធ្លីរបស់នាងដោយខុសច្បាប់បន្ទាប់ពីនាងបានធ្វើការប្រឆាំងពួកគេក៏បានរៀបចំល្បិចកលដើម្បីសម្លាប់នាងនិងគ្រួសារយ៉ាងសាហាវព្រៃផ្សៃមុន Let Me ស្លាប់នាងបានបដិញ្ញាចិត្តថានឹងស្វែងរកការសងសឹកដែលប្រឆាំងនឹងបព្វពួករបស់គេហើយខ្សែភាពយន្តនេះគឺពិតជាល្អមើលនិងមានអត្ថន័យខ្លាំងមែនទែន admin ជឿជាក់ថាបងប្អូនបានមើលហើយបើគាត់ជាចង់មើលម្ដងទៀតប៉ុន្តែមុននឹងមើលវីដេអូនេះសូមកុំភ្លេចចុច Subscribe Channel របស់ admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីនិងល្អៗមើលជារៀងរាល់ថ្ងៃតោះឥឡូវនេះកុំឲ្យខាតពេលយូរសូមតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាសាច់រឿងនេះបានចាប់ផ្ដើមជាមួយនឹងបរិសម្នាក់មានឈ្មោះថាអាស៊ីគាត់គឺជាជនជាតិមូស្លីមហើយបានរៀបការជាមួយនឹងរ៉ាស្មីជាសាសនាហិណ្ឌូរ៉ាន់តាណាបានរៀបចំការជួបជុំគ្រួសារដើម្បីចង់ផ្សះផ្សាទំនាក់ទំនងរវាងអាស៊ីជាមួយនឹងឪពុករ៉ាស្មីគាត់បានខលមកដើម្បីអញ្ជើញគូស្នេហ៍ទាំងពីរទៅប្រារព្ធខួបអាពាហ៍ពិពាហ៍នៅឌូមែនដែលជាស្រុកកំណើតរបស់រ៉ាស្មីនៅពេលពួកគេកំពុងតែធ្វើដំណើរហើយក៏បានជួបឧបទ្ទវហេតុតូចមួយនៅតាមផ្លូវប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេតែវ៉ាលីរបស់ពួកគេបានធ្លាក់ចូលទៅក្នុងដីមួយកន្លែងដែលគ្មានមនុស្សរស់នៅទោះបីជាឧបទ្ទវហេតុនេះហាក់ដូចជារឿងតូចតាចក៏ដោយតែវាបានបង្ហាញពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយដែលនឹងបានមកដល់នៅពេលពួកគេមកដល់ផ្ទះឪពុករ៉ាស្មីមានការស្រឡាំងកាំងជាខ្លាំងគាត់មិនសប្បាយចិត្តនិងមានភាពតានតឹងចំពោះការមកដល់របស់អាស៊ីគឺដោយសារតែគេជាមនុស្សដែលមិនជឿទៅលើព្រះនិងជំនឿអរូបីនោះឡើយរីឯរ៉ាន់តាណាបានព្យាយាមនិយាយផ្សះផ្សារវាងទំនាក់ទំនងពួកគេទាំងពីរនៅពេលព្រឹកឡើងអាស៊ីបានបបួលក្មេងៗមួយវងទៅលេងកីឡាលើដីដែលគេបោះបង់ចោលមួយកន្លែងនៅក្បែរផ្ទះហើយអ្នកស្រុកមានពាក្យចចាមរាមថាមានខ្មោចលងនៅពេលពួកគេមកដល់គេបាននាំក្មេងៗសម្អាតដីដើម្បីធ្វើទីលានប្រកួតអាស៊ីបានយកដុំថ្មមួយដុំមកដំបង្គោលឈើចូលទៅក្នុងដីហើយក៏បានរំខានដល់សាកសពដែលបានកប់នៅក្នុងដីនោះដោយមិនដឹងខ្លួននៅពេលនោះមេឃចាប់ផ្ដើមងងឹតហើយមានខ្យល់យ៉ាងខ្លាំងក្មេងៗមានការភ័យខ្លាចក៏នាំគ្នារត់អស់ចំណែកអាស៊ីក៏បានដកបង្គោលឈើនោះយកមកវិញឈាមសាសំប្រឡាក់គល់ឈើតែអាស៊ីគិតថាជាដីសើមរួចគេក៏បាននាំគ្នាត្រឡប់មកផ្ទះវិញនៅពេលគេបានមកដល់ផ្ទះមនុស្សដែលរស់នៅក្នុងគ្រួសារបានចាប់ផ្ដើមធំក្លិនស្អុយហើយរ៉ាស្មីបានអោនទៅហិតឈើដែលនៅដៃរបស់អាស៊ីកាន់ទើបបានដឹងថាក្លិនស្អុយនោះគឺចេញមកពីឈើដែលនៅដៃរបស់គេកាន់បន្ទាប់មកគេបានយកឈើនោះទៅលាងសម្អាតដាក់នៅលើសឹលក្រៃដែលគ្រួសារគេបានដាំនៅមុខផ្ទះទង្វើនេះមើលទៅហាក់ដូចជាគ្មានកំហុសតែវាអាចជាកត្តាដែលជំរុញឲ្យមានការលងបន្លាចជាបន្តបន្ទាប់នៅពេលយប់ឡើងរ៉ាន់តាណាបានឮសំឡេងយំគាត់ក៏បានចុះមករកមើលខណៈពេលនោះគាត់ក៏បានឃើញស្រមោលខ្មៅមួយនៅក្នុងផ្ទះគាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំងហើយក៏បានប្រញាប់រត់ឡើងទៅលើផ្ទះវិញដើម្បីចូលទៅពួននៅក្រោមគ្រែរបស់គាត់ចំណែកអាស្វីនីនិងសាឈិនបានឮសំឡេងសើចពួកគេក៏បានចុះមកមើលហើយក៏បានឃើញសេះឈើមួយកម្រាលក្បាលនៅក្នុងបន្ទប់ដាក់អីវ៉ាន់គេទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនៅពេលនោះដែរអាស៊ីក៏បានចុះមកដល់គេបាននិយាយរឿងរ៉ាវប្រាប់ទៅដល់អាស៊ីប៉ុន្តែគេជាមនុស្សដែលគ្មានជំនឿទៅលើអរូបីនោះបន្ទាប់ពីនិយាយគ្នារួចសាឈិនក៏បានដើរចេញមកពីបន្ទប់ដែលអីវ៉ាន់គេក៏បានឃើញស្រមោលខ្មៅមួយនៅមាត់ទ្វារខណៈពេលអាស្វីនីបានដើរចេញមកខាងក្រៅបានធ្វើឲ្យសាឈិនមានការភ័យរន្ធត់យ៉ាងខ្លាំងបន្ទាប់ពីមានរឿងនៅក្នុងគ្រួសារពួកគេបានស្វែងរកជំនួយពីគ្រូបូជាចារ្យនៅក្នុងស្រុកគាត់បានផ្ដល់ការធ្វើតេស្តច្បាស់លាស់ចំនួន3បញ្ជាក់ពីវិញ្ញាណ1ដាក់ដងភ្នែក3ចំកណ្ដាលផ្ទះបើសិនជាដងនោះបង្វិលដោយខ្លួនឯងបញ្ជាក់ថាមានវិញ្ញាណនៅក្នុងផ្ទះ2ផ្ដល់អាហារដល់គោដែលស្រេកឃ្លានប៉ុន្តែគោនោះមិនបានស៊ីអាហារទាំងនោះទេក៏ព្រោះតែមានវិញ្ញាណនៅក្នុងផ្ទះនេះបន្ទាប់មកគោនោះក៏បានរត់ចេញទៅក្រៅវិញបាត់ទៅទី3ប្រើឈាមជំនួយពួកគេបានបន្តក់ឈាមទៅលើឥដ្ឋបន្ទាប់មកក៏បាននាំគ្នារត់ចេញទៅក្រៅដើម្បីឈរចាំមើលនៅពេលនោះក៏មានវិញ្ញាណមួយបានដើរចេញមកហើយបានលិតឈាមដែលនៅលើឥដ្ឋនោះអស់ទៅនៅពេលដែលពួកគេទាំងពីរបានឃើញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃមួយអាស៊ីបានបេះស្លឹកគ្រៃដែលគេបានលេងឈើប្រឡាក់ឈាមដាក់នៅថ្ងៃមនុស្សដើម្បីយកមកដាំធ្វើជាទឹកតែសម្រាប់ផឹកនៅពេលដែលគេធ្វើរួចរាល់គេក៏បានចាក់ទឹកតែនោះផឹកអស់មួយកែវទង្វើនេះបានធ្វើឲ្យវិញ្ញាណមកកាន់កាប់លើរូបរាងកាយរបស់គេភ្លាមៗតែម្ដងគេបានដើរចេញទៅក្រៅហើយសម្ដៅទៅរកកន្លែងដែលពួកគេបានទៅលេងកីឡានៅថ្ងៃមុននោះទង្វើរបស់គេមើលទៅហាក់បីដូចជាមានកំហឹងនិងគំនុំគុំគួនជាមួយនឹងនរណាម្នាក់ចាប់តាំងពីថ្ងៃនោះមកអាស៊ីចាប់ផ្ដើមមានអាកប្បកិរិយាប្លែកៗគេបានស្លៀកសេរីរបស់មនុស្សស្រីនិងតុបតែងខ្លួនដោយពាក់កងដៃនិងលាបម្សៅរមៀតនៅលើផ្ទៃមុខនិងដងខ្លួនរបស់គេនៅពេលដែលគ្រួសាររបស់គេបានដឹងនិងបានឃើញពីទង្វើរបស់អាស៊ីពួកគេមានការស្រោតចិត្តយ៉ាងខ្លាំង
បន្ទាប់មកពួកគេក៏បានសួរនាំទៅកាន់ណាស៊ីដើម្បីចង់ឲ្យគេបកស្រាយពីទង្វើរបស់គេបានព្យាយាមនិយាយលាក់បាំងព្រោះមិនចង់ឲ្យគ្រួសាររបស់គេបានដឹងពីការពិតដោយមានការខឹងនឹងទង្វើក្នុងការសួរនាំនេះមិនបានវិញ្ញាណដែលរស់នៅក្នុងខ្លួនរបស់អាស៊ីក៏បានលេចឡើងមកហើយក៏បានធ្វើឲ្យគ្រប់គ្នាដែលរស់នៅក្នុងគ្រួសារមានការភ័យខ្លាចយ៉ាងខ្លាំងគេបានវាយធ្វើបាបសាឈិននិងអាស្វីនីដែលជាបងថ្លៃរបស់គេរាងកាយរបស់គេប្រែក្លាយជាស្ត្រីស្រាប់ស្រាលច្របូកច្របល់និងបំភ័យដល់គ្រប់គ្នាដែលរស់នៅក្នុងគ្រួសារទង្វើមួយនេះបានបង្ហាញឲ្យឃើញជាបណ្ដាថារូបរាងកាយរបស់អាស៊ីមិនមែនមានវិញ្ញាណតែមួយនោះទេប៉ុន្តែគឺជាវិញ្ញាណ3ផ្សេងគ្នាទី1គឺជាស្ត្រីកែភេទដ៏កាយឃោរឃៅទី2ជាបរិសុទ្ធជនជាតិមូស្លីមដែលមានចិត្តល្អនិងទី3គឺជាក្មេងប្រុសពិការផ្លូវចិត្តដែលជាកូនបរិសុទ្ធជនជាតិមូស្លីមវិញ្ញាណទាំង3ដែលរស់នៅក្នុងខ្លួនរបស់អាស៊ីបានបន្លាចបំភ័យធ្វើឲ្យគ្រួសាររបស់រ៉ាស្មីមានការភ័យតក់ស្លុតយ៉ាងខ្លាំងនៅថ្ងៃមួយវិញ្ញាណដែលរស់នៅក្នុងខ្លួនរបស់អាស៊ីបាននាំគេមកដើម្បីស្វែងរកការសងសឹកជាមួយនឹងកូនប្រុសរបស់ហ្គឺចាដែលជាឃាតករសម្លាប់គ្រួសាររបស់នាងរីឯហ្គឺចានៅពេលដែលបានដឹងរឿងរ៉ាវនៃការស្លាប់របស់កូនប្រុសគេមានការសោកសៅនិងតក់ស្លុតចិត្តយ៉ាងខ្លាំងចំណែកឯគ្រួសាររបស់រ៉ាស្មីពួកគេមានការភ័យខ្លាចមិនហ៊ានចេញពីក្នុងបន្ទប់នោះឡើយនៅពេលដែលរ៉ាស្មីបានបើកទ្វារចូលមកពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់គិតថាជាអាស៊ីរ៉ាស្មីនិងគ្រួសារបានរកនឹកវិធីសាស្ត្រក្នុងការជួយដល់អាស៊ីពួកគាត់បានរកនឹកឃើញវិធីមួយគឺនាំគេទៅជួបគ្រូឯកទេសខាងផ្នែកវិញ្ញាណនៅព្រះវិហារនៅពេលនោះពួកគេបានមកបន្ទប់របស់អាស៊ីដើម្បីព្យាយាមនិយាយលួងលោមហើយនាំគេទៅកាន់ព្រះវិហារឲ្យបាននៅពេលព្រឹកឡើងពួកគេបាននាំអាស៊ីមកដល់ព្រះវិហារប៉ុន្តែគេមិនព្រមចូលទៅក្នុងនោះទេព្រោះគេបានដឹងពីស្ថានភាពនៅទីនេះទោះបីជារ៉ាស្មីបានព្យាយាមនិយាយលួងលោមគេយ៉ាងណាក៏គេមិនព្រមចូលទៅក្នុងនោះដែរដោយដឹងថាគេមិនចូលទៅក្នុងគ្រូខាងផ្នែកវិញ្ញាណនោះបានដើរចេញមកក្រៅហើយអាស្វីនីក៏បានចង្អុលមកកាន់អាស៊ីគាត់បានប្រើវិធីសាស្ត្ររបស់គាត់ហើយក៏បានបណ្ដេញវិញ្ញាណចេញពីក្នុងរាងកាយរបស់អាស៊ីបានជាបណ្ដោះអាសន្ននៅថ្ងៃមួយគ្រួសាររបស់រ៉ាស្មីបានអញ្ជើញគ្រូខាងផ្នែកវិញ្ញាណនោះមកផ្ទះរបស់គាត់ដើម្បីបណ្ដេញវិញ្ញាណចេញពីក្នុងរាងកាយរបស់អាស៊ីម្ដងទៀតបន្ទាប់ពីមានការបណ្ដេញវិញ្ញាណចេញពីក្នុងរាងកាយរបស់អាស៊ីរួចគាត់ក៏បានព្យាយាមចាប់វិញ្ញាណនោះយកមកឃុំទុកដោយមានការភ័យខ្លាចមិនបានសងសឹកឲ្យគ្រួសារវិញ្ញាណនោះក៏បាននិយាយលាតត្រដាងរឿងដែលកំសត់និងគួរអាណិតរបស់នាងឲ្យគ្រប់គ្នាបានដឹងលេខមីគឺជាស្ត្រីកែភេទដែលត្រូវបានសង្គមរើសអើងនិងឪពុកម្ដាយបដិសេធចំពោះការកែភេទហើយក៏បានបណ្ដេញនាងចេញពីក្នុងគ្រួសារជាសំណាងល្អរបស់លេខមីនាងក៏បានជួបនឹងបរិសុទ្ធជនជាតិមូស្លីមចិត្តល្អម្នាក់គាត់បាននាំនាងទៅផ្ទះហើយបានផ្ដល់អាហារនិងកន្លែងស្នាក់នៅដល់នាងបន្ទាប់ពីគាត់បានដឹងរឿងរ៉ាវដែលកំសត់និងគួរអាណិតរបស់លេខមីគាត់ក៏បានទទួលយកនាងធ្វើជាកូនធម៌នៅថ្ងៃមួយលេខមីបានសុំមកពុកនាងដើម្បីយកក្មេងស្រីកែភេទម្នាក់ឈ្មោះហ្គីតាមកនៅជាមួយទោះបីជាមានការរើសអើងក្នុងសង្គមយ៉ាងណាក៏ដោយលេខមីបានខំធ្វើការដោយមិនខ្លាចនឿយហត់នាងបានសន្សំប្រាក់ដើម្បីបញ្ជូនហ្គីតាទៅសិក្សានៅបរទេសខាងផ្នែកវិទ្យាសាស្ត្រក្តីស្រមៃចុងក្រោយរបស់លេខមីគឺនាងចង់សាងសង់មន្ទីរពេទ្យសម្រាប់ជួយដល់ជនក្រីក្រនៅលើដីដែលនាងបានទិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្តីប្រាថ្នារបស់នាងត្រូវបានបំផ្លាញដោយអ្នកនយោបាយពុករលួយហ្គឺចាបានរឹបអូសយកដីធ្លីរបស់នាងដោយខុសច្បាប់នៅពេលដែលនាងបានធ្វើការប្រឆាំងពួកគេក៏បានរៀបចំល្បិចកលដើម្បីឲ្យនាងមានការជឿជាក់ទៅលើពួកគេថានឹងព្រមប្រគល់ដីនោះឲ្យមកនាងវិញលេខមីនាងមានការត្រេកអរនិងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានទទួលកិច្ចព្រមព្រៀងមួយនេះដោយសារតែការជឿជាក់និងទុកចិត្តទៅលើមនុស្សខុសបានធ្វើឲ្យលេខមីនិងគ្រួសារត្រូវបានជួបរឿងសោកនាដកម្មមួយដែលនឹកស្មានមិនដល់ពួកគេបានសម្លាប់នាងព្រមទាំងគ្រួសារយ៉ាងសាហាវឃោរឃៅមុនពេលលេខមីស្លាប់នាងបានប្តេជ្ញាចិត្តថានឹងស្វែងរកការសងសឹកដែលប្រឆាំងជាមួយនឹងហ្គឺចានិងបព្វពួករបស់គេបន្ទាប់មកពួកគេបានយកសាកសពគ្រួសាររបស់លេខមីទៅកប់នៅក្នុងដីដែលនាងបានទិញទុកសម្រាប់សាងសង់មន្ទីរពេទ្យចំណែកអាស៊ីនិងគ្រួសារនៅពេលដែលបានដឹងរឿងរ៉ាវដ៏កំសត់របស់លេខមីពួកគេមានការរន្ធត់ចិត្តយ៉ាងខ្លាំងប៉ុន្តែគ្រូខាងផ្នែកវិញ្ញាណនោះគាត់មិនបានយោគយល់ដល់វិញ្ញាណរបស់នាងឡើយបន្ទាប់ពីគាត់បានចាប់វិញ្ញាណរបស់លេខមីបានហើយគាត់បានហុចខ្សែដៃមួយទៅឲ្យអាស៊ីរួចគាត់បាននិយាយថាបើថ្ងៃណាមួយគេដោះខ្សែដៃនេះចេញវិញ្ញាណនឹងត្រឡប់មកកាន់កាប់លើរាងកាយរបស់គេម្ដងទៀតបន្ទាប់ពីនិយាយរួចគាត់ក៏បានយកវិញ្ញាណនោះទៅបោះចូលនៅក្នុងទឹកហ្គឺចានិងប្រពន្ធនៅពេលដែលបានដឹងរឿងរ៉ាវដែលទាក់ទងនឹងវិញ្ញាណលេខមីគេក៏បានស្វែងរកជំនួយពីគ្រូបូជាចារ្យចំណែកអាស៊ីបានអង្គុយស្រមៃនឹកឃើញដល់រឿងរ៉ាវដ៏កំសត់និងសោកនាដកម្មដែលបានកើតឡើងចំពោះគ្រួសារលេខមី
គេបានដោះខ្សែដៃនោះចេញដើម្បីអនុញ្ញាតឲ្យវិញ្ញាណរបស់លេខមីបានមកកាន់កាប់លើរាងកាយរបស់គេម្ដងទៀតដើម្បីជួយឲ្យនាងបានស្វែងរកការសងសឹកនិងយុត្តិធម៌ឲ្យគ្រួសាររបស់នាងរីឯហ្គើចានិងបពុរបស់គេបានធ្វើដំណើរយ៉ាងស្លន់ស្លោដើម្បីប្រញាប់នាំយកសាកសពរបស់លេខមីទៅធ្វើការបូជាដោយស្ថិតក្នុងការគ្រប់គ្រងរបស់វិញ្ញាណលេខមីអាស៊ីបានប្រឈមមុខជាមួយនឹងហ្គើចានិងបពុរបស់គេអាស៊ីបានប្រើកម្លាំងពីធម្មជាតិរបស់លេខមីរួមនឹងកំហឹងដែលនាងមានគេបានកម្ចាត់អង្គរៈនិងប្រពន្ធរបស់ហ្គើចាយ៉ាងសាហាវដោយមានការភ័យខ្លាចនិងអស់សង្ឃឹមហ្គើចាបានស្វែងរកទីជម្រកនៅក្នុងព្រះវិហារព្រោះគាត់ជឿជាក់ថាអំណាចរបស់ព្រះទេវៈនឹងអាចជួយការពារគាត់បានក្នុងនាមជាខ្មោចលេខមីមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធនោះបានទេខណៈពេលនោះវិញ្ញាណរបស់លេខមីក៏បានចេញពីក្នុងរាងកាយរបស់អាស៊ីហើយក៏បានឲ្យគេចូលទៅក្នុងព្រះវិហារដើម្បីធ្វើការប្រកួតដ៏ត្រជាក់មួយគេបានល្បួងយកហ្គើចាចេញពីក្នុងព្រះវិហារបរិសុទ្ធនោះបន្ទាប់មកអាស៊ីក៏បានអនុញ្ញាតឲ្យលេខមីបានបំពេញនូវពាក្យសន្យាថានឹងស្វែងរកការសងសឹកនិងយុត្តិធម៌ឲ្យគ្រួសាររបស់នាងលេខមីបានសម្លាប់ហ្គើចាដោយនាំមកនូវរឿងរ៉ាវសោកនាដកម្មរបស់នាង3 ខែក្រោយមកអាស៊ីបានផ្ដល់កិត្តិយសនិងក្តីសុបិនរបស់លេខមីដោយបានបញ្ចប់ការសាងសង់មន្ទីរពេទ្យសម្រាប់ជួយដល់ជនក្រីក្រនៅលើដីដែលនាងបានទិញហ្គីតាបានត្រឡប់មកដើម្បីត្រួតពិនិត្យប្រតិបត្តិការរបស់ខ្លួនដោយធានាអះអាងថាកេរដំណែលរបស់លេខមីនៅតែបន្តជារៀងដរាបដំណើររឿងនៃការសងសឹករបស់លេខមីត្រូវបានបញ្ចប់សូមកុំភ្លេចជួយចុច Subscribe Channel របស់ Admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីនិងល្អមើលជារៀងរាល់ថ្ងៃសូមអរគុណ